បើយោងទៅតាមសារព័ត៌មាន Fox News ដែលចុះនៅល្ងាចថ្ងៃទី21 ខែ 5 ឆ្នាំ 2026 យើងនេះការចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ជាមួយនឹងអាមេរិកកំពុងតែប្រឈមភាពតានតឹងថ្មីបន្ទាប់ពីអ៊ីរ៉ង់ប្រកាសថាសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់ទុករបស់ខ្លួនត្រូវតែស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ហើយនៅក្នុងទីក្រុងតេហ៍រ៉ង់ហើយមិនអាចផ្ទេរចេញទៅក្រៅបានទេបញ្ហានេះខ្លាចទៅជាចំណុចជម្លោះដ៏ធំបំផុតក្នុងការចរចាពីព្រោះរដ្ឋាភិបាលអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនចង់ឲ្យអ៊ីរ៉ង់ដកឬក៏បំផ្លាញសារធាតុអ៊ុយរ៉ាញ៉ូមដែលអ៊ីរ៉ង់បានចម្រាញ់កម្រិតខ្ពស់នឹងដែលអាចផលិតនុយក្លេអ៊ែរបាននេះគឺត្រូវតែបំផ្លាញចោលដោយមានសុវត្ថិភាពដើម្បីធានាថាតេហ៍រ៉ង់មិនអាចអភិវឌ្ឍនុយក្លេអ៊ែរបានប៉ុន្តែអ៊ីរ៉ង់បានអះអាងថាការរក្សាទុកអ៊ុយរ៉ាញ៉ូមនៅក្នុងប្រទេសគឺជាសិទ្ធិអធិបតេយ្យនិងការធានានូវសន្តិសុខជាតិរបស់ខ្លួនមេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់បានបញ្ជាក់ថាប្រទេសរបស់ខ្លួនមិនទុកចិត្តលើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទីក្រុងតេហ៍រ៉ង់ព្រួយបារម្ភថាបើផ្ទេរអ៊ុយរ៉ាញ៉ូមចេញទៅក្រៅប្រទេសខ្លួននឹងក្លាយទៅជាគោលដៅងាយរងការវាយប្រហារនាពេលអនាគតជាមួយគ្នានេះដែរលោកដូណាល់ត្រាំបានប្រមានថាបទឈប់បាញ់ដ៏ផុយស្រួយរវាងភាគីទាំងពីរអាចនឹងបញ្ចប់ដូណាល់ត្រាំថាបទឈប់បាញ់នឹងអាចនឹងបញ្ចប់ប្រសិនបើទីក្រុងតេហ៍រ៉ង់បដិសេធមិនព្រមទទួលយកកិច្ចព្រមព្រៀងលោកដូណាល់ត្រាំក៏បានបង្ហាញថាសហរដ្ឋអាមេរិកនៅតែត្រៀមប្រើសម្ពាធយោធាប្រសិនបើការចរចាបរាជ័យអញ្ចឹងសហរដ្ឋអាមេរិកបានគម្រាមជាច្រើនលើកជាច្រើនសារហើយប៉ុន្តែយើងមើលឃើញហើយថាលោកដូណាល់ត្រាំគាត់និយាយទុកពេលអាមេរិក40ម៉ោងទុកពេលអាមេរិក2ថ្ងៃ3ថ្ងៃដែលប្រធានាធិបតីលោកដូណាល់ត្រាំបានគម្រាមទៅទីក្រុងតេហ៍រ៉ង់នៅពេលដែលគម្រាមទៅ3ថ្ងៃអញ្ចឹងគាត់អាចលើកទៅមួយអាទិត្យអីចឹងណា40ម៉ោងហើយទុកពេល3ថ្ងៃទៀតអញ្ចឹងនេះគឺជាការពមៀនរបស់លោកដូណាល់ត្រាំនេះជាការពមៀនរបស់លោកដូណាល់ត្រាំអ្នកវិភាគជាច្រើនឃើញថាបញ្ហាអ៊ុយរ៉ាញ៉ូមនេះជាបេះដូងនៃវិបត្តិទាំងមូលអាមេរិកចង់ឲ្យអ៊ុយរ៉ាញ៉ូមដែលសារធាតុអ៊ុយរ៉ាញ៉ូមដែលអ៊ីរ៉ង់បានផលិតបាននោះគឺអត់ឲ្យមានទេអត់ឲ្យមាននៅក្នុងទីក្រុងតេហ៍រ៉ង់ទេឬក្នុងប្រទេសអ៊ីរ៉ង់ទេខណៈអ៊ីរ៉ង់ចាត់ទុកថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺជានិមិត្តរូបនៃអំណាចនិងឯកភាពជាតិបច្ចុប្បន្ននេះការចរចានៅតែបន្តរយៈពេលជាយូរហើយប៉ុន្តែការចរចាមិនទាន់បានជាដុំកំភួនអីទេអ្នកសម្របសម្រួលពីប៉ាគីស្ថាននិងប្រទេសនៅក្នុងតំបន់ប៉ុន្តែអ្នកជំនាញជាច្រើនបានជំរុញឲ្យទីក្រុងតេហ៍រ៉ង់នឹងទទួលយកបទឈប់បាញ់អ្នកវិភាគជាច្រើនបានប្រមានឬក៏បានបញ្ជាក់ថាប្រសិនបើគ្មានការបន្ធូរបន្ថយនៃភាពពីភាគីណាមួយទេភាពតានតឹងអាចនឹងផ្ទុះឡើងវិញនិងចំនួននៅទៅរកភាពដើមអញ្ចឹងសហរដ្ឋអាមេរិកក៏បានប្រមានហើយដែរថាអាមេរិកនឹងវាយលើកទី2ដ៏ធំជាងលើកទី1ទៀតអញ្ចឹងធំជាង4ទៀតហើយយើងក៏លេខទៅមើលទីក្រុងតេហ៍រ៉ង់ហើយនឹងមេដឹកនាំធំរបស់អ៊ីរ៉ង់ក៏បានប្រមានដែរថាអាវុធរបស់ខ្លួនគឺមិនទាន់ប្រើអស់ពីលទ្ធភាពទេនៅមានអាវុធទំនើបជាច្រើនដែលអាចនឹងតដាយជាមួយនឹងសហរដ្ឋអាមេរិកបានអញ្ចឹងទីក្រុងតេហ៍រ៉ង់ក៏បានប្រមានថាប្រសិនបើសហរដ្ឋអាមេរិកវាយជាលើកទី2អ៊ីរ៉ង់នឹងឆ្លើយតបទៅវិញដល់ធ្ងន់ធ្ងរ